កម្មភាពបាញ់ឆ្នាំស្មៅក្នុងពោតខាត់បាញ់យូរណាតាមស្មៅយើងចូលចុយឆ្នាំយើងដាក់200ព្រោះនឹងវាឆេះខ្លោចខ្លាំងយើងលានេះបាទកម្មភាពចូលជួដូចធានចឹងឃើញស្រាប់តែស្មៅបងប្អូននេះស្មៅគឺក្រាស់មែនទែនបងមើលខាងក្នុងបាទគឺក្រាស់ស្មៅណាជាមួយចំាញ់ស្មៅហើយតើបាទគោរពជំរាបសួរពុកម៉ែបងប្អូនដល់នីតិកសិកម្មបន្តទៀតហើយបងប្អូនវីដេអូថ្មីខានធ្វើយូរវីដេអូនេះបាទអញ្ចឹងសូមបងប្អូនទស្សនានៅការបាញ់ថ្នាំស្មៅជើងក្រោមពោតជាមួយនឹងខ្ញុំទាំងអស់គ្នាបាទនេះសកម្មភាពបាញ់ថ្នាំស្មៅក្នុងពោតខាត់បាញ់យូរណាតាមស្មៅយើងមាន5នាក់ហើយចូលចុយទឹកមកស្រះនឹងគ្រប់អត់ដី30 រៃទឹកមកស្រះនឹងគ្រប់អត់ទេនេះបាទកម្មភាពចូលជួដូចធានចឹងបាញ់ស្មៅជើងក្រោមមិននិយាយបាញ់ទេខានបាញ់ជាប់ 4-5 ឆ្នាំ 6 ឆ្នាំអីដែរដោយសារឥឡូវយើងចង់ស្មាតជើងក្រោមដោយសារដីនេះវាស្មៅពេកណាល្មមបាញ់ពោតធំកធំទ្រូងមកធំទៅបាត់យូរគ្រាន់ដែរនៅតែមិនដល់មកល្មមមកធំពីលាក់ទៀតមិនហើយដីរឿងវិញពុជពោតនឹងគេវៀតណាមដែលយើងបាញ់43ពីលើបានឥឡូវឃើញថាអត់មានបញ្ហាទេដោយសារកាលខ្ញុំបាញ់43យើងដាក់កជីបដល់អញ្ចឹងអត់ធ្វើងាប់ជ័រវ៉ាទៅពាក់នេះយើងបាញ់អាឆេះបាទប៉ារ៉ាហ្វតបាទសារទៀតប៉ារ៉ាហ្វតដើម្បីសម្រាប់ស្មៅជើងក្រោមមកពាក់ទៀតហើយយើងបូកជាមួយនឹងកជីបបងប្អូនដែលមានចម្ងល់ចង់ដឹងថាតើពុជពោតវៀតណាមបាទការដាំដុះនិងការថែទាំបាទរបៀបមិនអាចឆាត់សួរបានមិនសួរបានបាទតទៅយើងបាញ់ថ្នាំបើឲ្យមួយជើងឃើញថាវាប្រែប្រួលល្អដែរហើយយើងក៏បាញ់ថ្នាំស្មៅមួយទៀតសម្រាប់ស្មៅឲ្យអស់តែម្ដងហើយបញ្ជាក់បងប្អូនតិចប្រភេទពូជនេះគឺយើងបាញ់43ពីលើបានបាទហើយការថែទាំគឺងាយស្រួលធន់បាទធន់មិនថាធន់នឹងការលូតលាស់ធន់នឹងការស្ថិតបាទស្មៅដូចខ្ញុំបញ្ជាក់អញ្ចឹងកាលខ្ញុំបាញ់ខ្ញុំមិនបានវាជីបទេអញ្ចឹងវាធ្វើឲ្យស្មៅប្រភេទជ័រវ៉អីហ្នឹងវាឡើងគេបដូរមកស្អាតហើយយើង43ប៉ុន្តែចាំបន្តទៅមុខទៀតតោះខ្ញុំបាញ់ឆេះនេះហើយពោតនេះនឹងត្រូវដាក់ផ្កាដាក់ផ្លែតើដាក់ផ្កាដាក់ផ្លែនឹងមានការលូតលាស់ដូចម្ដេចអញ្ចឹងបងប្អូនកុំភ្លេចចូលទស្សនាតាមដានវីដេអូខ្ញុំវគ្គក្រោយខ្ញុំនឹងចែកជូនបន្តទៀតបាទបងប្អូនក៏ដាក់ទៅជួលខាងបាញ់43បានអត់អីអត់ប៉ះពាល់អីអត់គឺអត់ប៉ះពាល់ទេបងប្អូននេះតោះខ្ញុំបាញ់43ហើយគឺបែបហ្នឹងអញ្ចឹងណាឃើញស្រាប់តែស្មៅបងប្អូននេះស្មៅគឺក្រាស់មែនទែនបងមើលខាងក្នុងបាទគឺក្រាស់ស្មៅណាជាមួយចំាញ់ស្មៅហើយតើមានអ្វីប្រែប្រួលបន្តទៀតបងប្អូន